បាទជំរាបសួរអ្នកទាំងអស់គ្នាបាទក៏ដូចជាមិត្តភ័ក្តិរបស់យើងនៅក្នុង Facebook បាទហើយក៏សូមឆ្លើយតបវីដេអូនេះទៅកាន់មិត្តភ័ក្តិមួយចំនួនដែលបាន comment និងគាត់ចង់ចូលរួមជាមួយនឹងក្រុមហ៊ុន Maliu Forex Trading នេះបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមទាំងអស់គ្នាបាទដើម្បីបង្កើត account ហើយនឹងចូលរួមជាមួយនឹងក្រុមហ៊ុននេះយើងធ្វើដូចនេះបាទអញ្ចឹងខ្ញុំនឹងជម្រាបអ្នកទាំងអស់គ្នាបាទមានមិត្តភ័ក្តិយើងខ្លះគាត់អត់ទាន់ដឹងថា search ចូល link ដើម្បីចុះឈ្មោះយ៉ាងម៉េចបាទអញ្ចឹងខ្ញុំនឹងចូល Facebook របស់ខ្ញុំគឺយើងចូលមួយជំហានបាទគឺយើងអាច search ឈ្មោះខ្ញុំបាទអ្វីឈ្មោះខ្ញុំចឹងទៅបាទហើយអ្វីចឹងមកបាទមានម្នាក់នេះបាទជាធម្មតាខ្ញុំតែងតែបង្ហោះនៅលើ Facebook ដូចអ្នកទាំងអស់គ្នាបានឃើញបាទហើយក៏មិត្តភ័ក្តិមួយចំនួនគាត់ឃើញហើយគាត់ឆ្ងល់ថាមិនដឹងជាចុះឈ្មោះយ៉ាងម៉េចបាទអញ្ចឹងឥឡូវខ្ញុំប្រាប់ហើយសូមមើលហើយធ្វើតាមបាទងាយស្រួលបំផុតបាទហើយការចូលរួមវិនិយោគជាមួយនឹងក្រុមហ៊ុននេះគឺយើងចំណាយពេលវេលាតិចហើយមិនបាច់ធ្វើអីទេបាទគឺយើងគ្រាន់តែដាក់លុយវិនិយោគហើយយើងអាចដកលុយបានជារៀងរាល់ថ្ងៃបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលយក link ដើម្បីចុះឈ្មោះជាមួយខ្ញុំបាទនេះខ្ញុំទៅនឹងបង្ហោះដែរបាទអញ្ចឹងបាទ link នេះគឺខ្ញុំតែងតែបង្ហោះនៅលើ Facebook បាទអញ្ចឹងបងប្អូនចុចយក link នេះមកបាទបន្ទាប់មកយើងមកដល់ account របស់ Maliu Automatic Forex Trading បាទអញ្ចឹងយើងចាប់ផ្ដើមបងប្អូនគ្នាបាទខ្ញុំលុប website មួយបាទព្រោះខ្ញុំបើក website 2បាទអញ្ចឹងយើងលុបចេញមួយបាទយើងយកពាក្យថា open earn account បាទអញ្ចឹងយើងចុចពាក្យត្រង់នេះមកដើម្បីបើក account របស់យើងហើយចូលរួមធ្វើការវិនិយោគដើម្បីទទួលបានអត្ថប្រយោជន៍ 160% ទាំងអស់គ្នាបាទអត្ថប្រយោជន៍នេះគឺងាយស្រួលបាទយើងគ្រាន់តែ deposit លុយយើងគឺយើងបាន 160% ដោយអត់បាច់ធ្វើអីទាំងអស់បាទអញ្ចឹងយើងចូលបង្កើត account ទាំងអស់គ្នាបាទត្រង់នេះគឺយើងតម្រូវបាទ open account គឺតម្រូវឲ្យយើងដាក់ username email address ហើយនិង password បាទងាយស្រួលទេបាទអញ្ចឹងយើងយក username យើងមកដាក់អីក៏បានដែរបាទនេះខ្ញុំបង្កើត account មួយទៀតសម្រាប់មិត្តភ័ក្តិរបស់ខ្ញុំគឺឈ្មោះបាទឥឡូវខ្ញុំបង្កើតរបស់ខ្ញុំមុនចាំបង្កើតឲ្យខាងមិត្តភ័ក្តិក្រោយអញ្ចឹងខ្ញុំបង្កើតរបស់ខ្ញុំ account ខ្ញុំមួយទៀតគឺខ្ញុំយកចិន013ឲ្យត្រូវនឹង email របស់ខ្ញុំបាទអញ្ចឹងខ្ញុំវាយ email ខ្ញុំចូលបាទហើយ password អាស្រ័យយើងដាក់បាទសម្លាញ់យ៉ាងម៉េចដាក់ប៉ុណ្ណឹងសូមទោសខ្ញុំទៅខកបាត់បាទបន្តមកយើងដាក់ password ហើយគឺយើងយកពាក្យថាកន្លែងនេះគឺយើងដាក់ tick បាទ you agree our term by clicking open account button បាទអញ្ចឹងយើងចុចពាក្យថា open account មកបាទសម្រាប់ការចូលវិនិយោគជាមួយនឹងក្រុមហ៊ុននេះគឺងាយស្រួលបំផុតបាទយើងអត់បាច់ចំណាយពេលវេលាធ្វើអីជាពិសេសគឺបងប្អូននៅកូរ៉េគឺគាត់មានពេលវេលាច្រើនណាស់បាទអញ្ចឹងគាត់ភាគច្រើនគាត់ទុកពេលវេលារបស់គាត់នោះដើរលេងឬក៏ធ្វើអីផ្សេងតែបើសិនជាបងប្អូនទាំងគ្នាយកពេលវេលាមកចំណាយក្នុងការចូលរួមវិនិយោគជាមួយនឹងក្រុមហ៊ុននេះគឺយើងគ្រាន់តែដាក់លុយយើង deposit យើងអាច withdraw ជារៀងរាល់ថ្ងៃបាទអញ្ចឹងយើងបាន 160% បាទគឺ
វាជាឱកាសការងារល្អមែនទែនបាទឥឡូវយើងមកដល់ account របស់យើងហើយបាទអញ្ចឹងនេះគឺ account របស់យើងគឺឈ្មោះយើងបង្កើតមិញបាទយើងចុច account យើងមក my account មកបាទឥឡូវយើងមកដល់ account របស់យើងហើយនេះគឺឈ្មោះយើងបង្កើតមិញបាទនេះគឺជាឈ្មោះខ្ញុំបង្កើតពិតប្រាកដបាទអត់មានសាញលេងទេគឺខ្ញុំបង្កើតហើយគឺខ្ញុំថតជាវីដេអូឲ្យអ្នកទាំងអស់គ្នាមើលបាទអញ្ចឹងយើងចូលដើម្បីទៅបំពេញបាទព័ត៌មានបន្ថែមទៀតយើងចូលពាក្យថា my profile ខាងក្រោមនេះបាទនៅក្រោមនេះគឺព័ត៌មានរបស់យើងហើយគឺ username បាទ password ហើយនឹងបាទ email បាទហើយជំរើសនៃការទូទាត់លុយបាទឬក៏យើងហៅថា payment គឺមាន3 procession បាទមាន3គឺមាន perfect money មាន payeer បាទហើយនឹង bitcoin បាទអញ្ចឹងចំពោះខ្ញុំគឺខ្ញុំប្រើ bitcoin បាទអញ្ចឹងបាទខ្ញុំក៏ recommend ឲ្យអ្នកទាំងអស់គ្នាប្រើ bitcoin ផងដែរបាទមិត្តភ័ក្តិខ្ញុំក៏គាត់ប្រើ bitcoin ដែរបាទអញ្ចឹង bitcoin វាស្រួលបាទអញ្ចឹងដើម្បីដាក់ address bitcoin របស់យើងចូលយើងចូលចុចពាក្យថា change នៅត្រង់នេះបាទនៅត្រង់នេះគឺវាទាមទីaddress bitcoin នៅត្រង់នេះហើយនឹង password បាទអញ្ចឹងយើងចូលទៅយក address bitcoin របស់យើងមកគឺនៅក្នុង account bitcoin របស់យើងបាទខាងនេះគឺនេះជា account bitcoin របស់ខ្ញុំបាទខ្ញុំ login ចូលបាទឥឡូវខ្ញុំមកដល់ account bitcoin របស់ខ្ញុំហើយគឺលុយខ្ញុំគឺខ្ញុំផ្ញើចេញអស់ហើយខ្ញុំដាក់វិនិយោគឥឡូវសល់$0.27 ដុល្លារបាទអញ្ចឹងវាអត់ដល់$1ទេហើយនេះចំនួន bitcoin បាទអញ្ចឹងដើម្បីយក address របស់យើងទៅដាក់គឺយើងយកត្រង់នេះបាទខាងក្រោមQR code នេះបាទយើងយកវាគឺយើង copy ចឹងមកបាទយើង copy ហើយយើងចូលទៅកាន់ account របស់យើងបាទនៅត្រង់នេះគឺយើងpass វាចូលបាទ pass ចូលហើយយើងត្រូវដាក់ password មិញ password ដែលយើងបង្កើតនៅក្នុងក្រុមហ៊ុន Maliv Trading នេះគឺយើងវាយមិញមកបាទបន្តមកយើងចុចពាក្យ update បាទម្ដងត្រង់នេះគឺយើងអត់ទាន់បាន bitcoin របស់យើងគឺយើងអត់ទាន់បាន complete នៅឡើយទេបាទអញ្ចឹងយើងចូលទៅក្នុង Gmail របស់យើងគឺនៅក្នុង Gmail នេះខាងក្រុមហ៊ុន bitcoin គាត់នឹងផ្ញើ link មកដើម្បីឲ្យយើង verify បាទអញ្ចឹងយើងចូលទៅក្នុង Gmail បាទខាងខ្ញុំគឺមាន Gmail នៅក្នុងនេះបាទវាយ Gmail យើងចូលមកបាទវាយចូលបែបនេះយើងវាយ password បាទមានបងប្អូនមួយចំនួនគាត់អត់ទាន់ចេះប្រើប្រាស់នៅ account Gmail នៅឡើយទេបាទអញ្ចឹងបើសិនជាចង់ចេះប្រើប្រាស់អាច comment មកខាងខ្ញុំឬ direct មកខាងខ្ញុំមកខ្ញុំនឹងប្រាប់ពីរបៀបនៃការបង្កើត account Gmail បាទហើយមួយទៀតខ្ញុំនឹងប្រាប់ពីរបៀបនៃការបង្កើត account blockchain ផងដែរបាទព្រោះ blockchain ឬក៏ account bitcoin ហ្នឹងគឺយើងត្រូវតែបង្កើតវាដូចជាធនាគាររបស់យើងបាទគឺក្នុងនេះដូចបងប្អូនឃើញហើយគឺដាក់ថា my wallet be your own bank បាទវាគឺជាធនាគាររបស់យើងបាទលុយកាក់របស់យើងគឺស្ថិតនៅត្រង់នេះគឺយើង stop នៅត្រង់នេះបាទបើសិនជាមានចម្ងល់ក្នុងការបង្កើតឬក៏មានចម្ងល់មិនដឹងថាត្រូវធ្វើយ៉ាងម៉េចបាទអាច direct មកខាងខ្ញុំនឹងជួយបង្កើតជូនបាទ free បាទអត់មានគិតលុយទេបាទឥឡូវយើងវិលមកវិញគឺមិញយើងបានបាទសុំទោសបាទមិញនេះយើងបាន request ក្នុងការ change bitcoin address
bà lấy ở khangក្រុមហ៊ុន Maliu ហ្នឹងគាត់បានផ្ញើមកឲ្យយើងហើយចាឥឡូវយើងចុចដើម្បី confirm នៅ link នេះបាទអញ្ចឹងខាងក្រុមហ៊ុនដាក់មកគឺ confirmation link បាទយើងចុចវាមកបាទនៅត្រង់នេះគឺនេះគឺ address Bitcoin ដែលយើង copy មិញគឺខាងក្រុមហ៊ុនគាត់ផ្ញើមកឲ្យយើងហើយខាងនេះគាត់ដាក់ថា to apply this change please click this link បាទយើងចុចនៅត្រង់នេះមកបាទមកដល់ត្រង់នេះគឺយើងអត់ទាន់បាន direct ចូលក្នុង account របស់យើងនៅឡើយទេគ្រាន់តែថាខាងក្រុមហ៊ុនគាត់បានដាក់ថា update profile ហ្នឹងyour profile has been updated បាទប៉ុន្តែយើងត្រូវ log in ចូល account របស់យើងម្ដងទៀតបាទគឺយើងចុចពាក្យនៅត្រង់នេះបាទគឺ access account បាទចាំបងប្អូនចាំទាំងអស់គ្នាថាយើងមកកើត account គឺយើងចុច open an account តែបើសិនជាយើងចង់ចូលទៅក្នុង account របស់យើងដែលមានស្រាប់ហើយគឺយើងចូលពាក្យថា access account បាទនេះគឺយើងចូលក្នុង account របស់យើងមកໄວ username យើងមិញបាទបន្ទាប់មកយើងដាក់ password យើងបាទយើង log in មកបាទឥឡូវ log in ដំណើរការហើយបាទឥឡូវយើងនេះយើងមកដល់ account របស់យើងគឺនៅក្នុង account របស់យើងហើយដែលមានឈ្មោះយើងត្រង់នេះបាទគឺឈ្មោះយើងហើយនេះ my account បាទយើងចុចលើ my account មកបាទហើយយើងនឹងឥឡូវយើងចូលទៅក្នុង profile របស់យើងដើម្បីមើលថាព័ត៌មានដែលយើង update Bitcoin address មិញតើដំណើរការហើយឬនៅបាទយើងចូលមើលទាំងអស់គ្នាបាទឥឡូវគឺដំណើរការហើយបាទឥឡូវយើងឃើញឈ្មោះយើង email password ហើយនឹងគឺនេះ address Bitcoin របស់យើងបាទគឺមានតែប៉ុណ្ណឹងបាទអញ្ចឹងពេលណាដែលយើងបំពេញព័ត៌មានរបស់យើងបានបែបនេះហើយគឺយើងអត់បាច់ធ្វើអីទេគឺបានន័យថាព័ត៌មានក្នុងការចូលរួមជាមួយនឹងក្រុមហ៊ុន Maliu Forex Trading នេះគឺយើងបាន complete ហើយបាទយើងនៅតែធ្វើការ make a deposit បាទអញ្ចឹងការ deposit គឺយើងមានជំរើសបាទមានពី$10រហូតដល់$10000បាទអញ្ចឹងបងប្អូនអាចជ្រើសរើសឲ្យ deposit ខ្លួនឯងបាទសម្រាប់អ្នកដែលអត់ទាន់មានលុយច្រើនឬក៏អាចចង់ចូលរួមដើម្បីធ្វើ test ដោយមិត្តភ័ក្តិរបស់ខ្ញុំគាត់ធ្វើ test ម្នាក់50បាទខ្លះ100ខ្លះ410រៀលអីចឹងទៅគឺយើងអាចធ្វើ test បានបាទអញ្ចឹងបាទខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះគឺយើងប្រាប់ពីរបៀបនៃការបង្កើត account ចូលរួមជាមួយនឹង Maliu Forex Trading បាទហើយបើសិនជាបងប្អូនចង់ deposit បាទយើងនឹងជួបវគ្គគ្នានៅវគ្គបន្តទៀតបាទខ្ញុំនឹងបង្កើតវីដេអូមួយដែលសម្រាប់ពីរបៀបនៃការ deposit បាទអញ្ចឹងអរគុណច្រើនបាទជំរាបលា